ជំរាបសួរពុកម៉ែបងប្អូនជំរាបសួរពុកម៉ែបងប្អូននេះញ៉ាំសរឿតថតចេញពីភូមិចកធំស្រុកមងរស័យខេត្តបាត់ដំបងផ្លូវរណងបងប្អូនរណងល្អដែរអំទេសភាពស្រុកស្រែគឺស្រស់ស្រាយចង់ថតឲ្យពុកម៉ែបងប្អូនអ្នកក្នុងប្រទេសក្រៅប្រទេសទាំងអស់បានឃើញនៅស្រុកខ្មែរគឺបែបនេះស្រុកស្រែនេះនៅក្នុងភូមិចកធំស្រុកភូមិកណាត់ខ្ញុំនឹងមកស្រុកមងខេត្តបាត់ដំបងស្រែស្រូវនេះគេធ្វើ3 ដងណាបងប្អូនខាងភូមិចកធំធ្វើ3 ដងហើយច្រូត3 ដងទាំងនេះហើយតែវាអត់បានថ្លៃទេបាន1 គីឡូ 600 គីឡូ 500តាមស្រូវល្អទៅក៏បានថ្លៃទៅស្រែធម្មតាលឹកក្រៃល្អណាស់បងប្អូន
nhiệt chê là hòn này bè prau mặt tê đam kẹt đây ông bà ôn lại đó là hòn tập kha tập sruiនឹងជីភាពអ្នកតកស្រែបងប្អូននេះបងប្អូនទស្សនាហើយជួយឲ្យ scrap ជួយចុច scrap ជួយ like ជួយ share នេះដើមផាត់សិនល្ងឹតទេបងប្អូនថតមកនឹងងឹតត្រាប់ញងត្រាប់ផ្លោកគោមើលហងផ្លែល្អដល់ស្រុកស្រែយើងមានតែប៉ុណ្្នឹងឯងបងប្អូនអើយនេះត្រាប់ខាវិញផ្លែដល់ហើយនេះខានេះយើងបុកតកៅជាមួយតកៅស្លឹកខ្នឹងក៏ឆ្ងាញ់ដែរបងប្អូនឆ្ងាញ់ផ្លែវាហើយគាត់អ្នកក្រីក្រអត់នេះបងប្អូនអើយមានម៉ាយនៅសិនអ្នកសតនឹងប៉ុណ្ណឹងអរគុណច្រើនពុកម៉ែបងប្អូនអរគុណដល់ពុកម៉ែបងប្អូនដែលបានទស្សនាខ្ញុំថតនៅស្រុកស្រែចាអរគុណច្រើនជម្រាបលា